mà chỉ vật nhom này nhom lên plane tăng vìอายุบุญพยายามดอกหมอน้องก็นักแต่โจจัดเลงโจจัดละจนน้าเมียนหงคลาเลงtới với đôi thà lên tới với bố không nãy nhá vềนักดอกanh chơi cha anhโจจัดlên play nhớ đó luôn cha tới tới lên cả đóนักสดายยังอ่ะbởi nhữngสระมาวันthàโจจัดก็มาrồi pi rồiโจจัดเลงcái thằng châu chân lên bên Việt mà nhưng cái ná chú nôn vòn อายุ74 ឆ្នាំសពថ្ងៃនៅភូមិតាកែវឃុំកោស្រុកព្រៃឈរខេត្តកំពង់ចាមមុខរបរសងៃនោះបើនិយាយពីប្រវត្តិពីមុនមកនោះមានធ្វើស្អីលេងភ្លេងពិនពៀតលេងភ្លេងបុណ្យហ្នឹងណាអញ្ចឹងឈប់លេងភ្លេងបុណ្យមកដល់ផ្ទះហ្នឹងទៅយើងចាប់ផ្ដើមធ្វើឧបករណ៍ភ្លេងពិនពៀតហ្នឹងពិនពីមុនមកก็น่าเธอตั้งบีสโก้ตั้งบีปุดวงตั้งบีสอบตั้งงอปนดอสังไงตีดาวเก่าหล่อจันไงตั้งปีโตเมาส์ยมเกิดนงครัวซาเนี่ยสลับปะหนึ่งมองปกยมเชียงให้เชียเนี่ยเพลงดอกยังกอดบดดอกบดาลเมาส์ดอกเปยยมใจดังคือยมจับดามสลันตั้งปีกาเฮียนกาทั่วบาดปนตายเบียสมัยน้องกี่มันใส่เอาดำไหลเดือดอะไรดอกยังการจำโกสารคือด่านดอกบาดหายโกประตบเมาส์ยมในโกประโดดอาชีพtới บองลูกแถตัวปนตายมันบานประมาณกูใส่ทนtừ bênมูลเหตุได้ซากี่จะเปียพองลาจะเปลี่ยนฟองเอาไปเข้าพอไอ้พ้องกูใส่ทนต่อปีกใส่ทนเมาส์นึงโดยยมจะมีปีกข้างดาวยมกูจะน่าสอบตือไทยสมัยโควิดนึงบอกปีโควิดมาเว้นชนามตรงปีปอนไผ่มวยอย่างนะนี่ยังไม่ก็จับดาวมันเล่นเพลงไปเพื่ออุปกรณ์นั้นมันตอนจับดาวมันเล่นเพลงไม่ชนามสันขนมชดวงเป็นเปียดชดท้องเมียนบำบุญอุปกรณ์ตีมวยน้องเมียนสเกลท้องตีปีสเกลสะโพตีใบระเนียดไอตีบูนระเนียดท้องตีแผมระเนียดได้ตีบะมวยเกลเต้าตีบำเปิลเกลท้องตีบำใบสโลไลให้หนึ่งตีบำบุญเชิงบำบุญอุปกรณ์ของเบอร์ใหญ่ปีประวัติเพลงนั้นก็น่าเล่นตั้งปีสังคมตั้งปีอายุพายิพยายามดอกประมวลดอกวะตั้งปีชนำมาปอนประมวลน้อยจัดสับหกพยายามหกมวยปอนได้เล่นเพลงเต่าเพลงกาอย่างนั้นนะไปนี่นั่งพ้องเล่นเพลงบรรเปียนน้องพ้องตั้งปีขมายเมาดอกหมอได้นั้นก็น่าจับดาวเล่นเตียดมองน่ะได้พอเด้อนะจับดาวเล่นบรรเปียนพ้องเล่นเพลงขมายพ้องเราตัวฮอตว่ามันโหยไปเชิญมกไปเล่นจะบรรเปียนเล่นบรรเปียนมกไปไงบอลนี้โกงกันนะประตูปีน้ำมันวันนี้ปีอะไรเนาะน้องอ้อยฝนตายปีนี้มีอดชูเมเตตองเป็นไรไม่ได้
miền con có mông mù nơi nâng mò nâng này mình nên này hậu chạm bình rồi cái này cái nào đài ខ្ញុំនៅអនុស្សាវរីយ៍ក្មេងៗច្រើនណាស់ហូប ក្នុងសម័យនោះដូចជាលេងភ្លេងដូចជាមិនជាពិបាកអីទេមិនជាពិបាកទេប៉ុន្តែពិបាកមកចេះបាក់ពួកយើងលេងវាពីរផ្លូវរត់ពីពិនពេតចូលភ្លេងការវាពិបាកអញ្ចឹងណាអញ្ចឹងប្រឡែងភ្លេងការចោលទុកទៅពិនពេតមកមុខ ឧបករណ៍បុរាណបើយើងប្រៀបធៀបពីមុនមកហើយឥឡូវលេងទៅយើងបានចំណូលច្រើនជាងពីដើមពេលដើមមិនសូវមានបុណ្យមិនសូវមានការមិនដូចឥឡូវទេឥឡូវបុណ្យសបោហើយការក៏សបោដែរភ្លេងកណាន4វងទាំងកូនទាំងកណាមកវងដែរហ្នឹងទាំងអស់4វង ខាងពិនពៀនសម្រាប់ពិនពៀនមកយើងចាប់ផ្ដើមធ្វើឧបករណ៍លុកឲ្យគេ បាវត្ថុធាតុដើមហ្នឹងទី1គឺប្រភេទឈើដែលយើងយកមកធ្វើផ្លែរនាតព្រោះផ្ដោតឈើអងហ្នឹងគឺឈើកញ្ញូងដល់ឈើកញ្ញូងយើងឥឡូវក្រពិបាកហើយមែនតើកាលណាធ្វើអស់ថ្ងៃហ្នឹងផ្លែរនាតគឺយកពីកម្មទេសចាស់មកទេកងអាទេសឈើដែលលែងប្រើដែលប្រភេទឈើកញ្ញូងគឺមកយកប្រភេទហ្នឹងមកប្រើអាហ្នឹងជាឧបសគ្គបើឈើខុសពីហ្នឹងនឹងសួរឡើយទេបង មិនជាពិបាកទេបានតែមិនពិបាកពួកយើងសំខាន់អារបស់ដែលយើងទៅធ្វើណាដូចឈើដូចកញ្ញូងអីចឹងប៉ុន្តែពិបាកអាស័យព្រោះអាស័យវាគេច្រើននិយមអាស័យមួយជំនាសុកឡាច់ខាងកពតខាងខ្សែអំបិលហើយដល់យើងវាឆ្ងាយអញ្ចឹងយើងធ្វើតែកញ្ញូងឥឡូវខទៀតមិនដូច ពីមុនទេឥឡូវធ្វើដល់កម្មទេសទេប្រហែលជា2ឆ្នាំមកទៀតហ្នឹងមកដល់បែបផុតកម្មទេសហ្មងចប់មកសប្តាហ៍ហ្នឹងណានៅតែធ្វើអានេតទេដូចស្គរដូចឧបករណ៍ផ្សេងទៀតហ្នឹងបកគលឲ្យកូន ក្មេងជំនាន់ក្រោយហ្នឹងដូចជាមិនសូវជាចាប់អារម្មណ៍មិនសូវជាចំណូលខាងអញ្ចឹងណាទីហោខាងភ្លេងខ្មែរដែរស្រុកណាដឹងហើយបើមើលស្រុកហ្នឹងមិនសូវជាមានបកកើតបន្ថែមទេទីហោកាលណាមានភ្លេងពិនពេទ្យសម្រាប់លេងអញ្ចឹងតតាមើលក្មេងណាដែលគ្នាអត់ទីពឹងណា អត់ទីពឹងយើងហៅគ្នាមកបង្រៀនអញ្ចឹងទៅគាត់បានលេងនឹងបានបច្ច័យទៅចិញ្ចឹមខ្លួនអញ្ចឹងទៅអានឹងពិបាកដែរកាលណាគេអ្នកមានធូធាកូនគេអ្នកធូធាគេមិនមករៀនទេខាងផ្នែកភ្លេងហ្នឹងណាអញ្ចឹងយើងសម្លឹងមើលកូនចៅពីណាដែលគ្នាមិនដឹងបានឯទីពឹងអានឹងហៅមកអានឹងគ្នាមក មកបង្ហាត់បង្រៀនចំនួនប្រហែល1ឆ្នាំទៅហើយជាកន្លះឆ្នាំដែលអាចលេងបានខ្លះយើងយកលេងជាមួយមក nhung
ឈ្មោះសុំរាវីមានអាយុ30 ปีរងថ្ងៃនៅភូមិពិលធំឃុំក្បត់ធំស្រុកព្រៃឈើខេត្តកំពង់ចាមខ្ញុំរៀនតាមពីអាយុ10ឆ្នាំខ្ញុំរៀនតាមគ្រូវ៉ុនលោកគ្រូទៅជាអ៊ំទៀតការខ្ញុំនៅតូចទៅខ្ញុំដើរតាមបនឃើញគេលេងចិត្តស្រឡាញ់ហ្មងចិត្តស្រឡាញ់ហើយបានសុំអ៊ំរៀនជីកងពីផ្ទះមករៀននៅនឹងទៅមករងហើយតាមពីតូចទៅឥឡូវដំបូងខ្ញុំរៀនជាមួយលោកគ្រូប្រាជ្ញដល់លោកគ្រូប្រាជ្ញគាត់លេងទៅឥឡូវខ្ញុំមកលេងជាមួយវងគ្រូផល្លាទៅជាបងរបស់គ្រូចិនអ្នកធ្វើឧបករណ៍ភ្លេងហ្នឹងមកឧបករណ៍ភ្លេងពិណពាទ្យខ្ញុំអាចលេងបានដកតាស្រឡៃចេញវងមានរនាតឯករនាតធំរនាតដែកគងតូចគងធំស្គរសំភោជប់ឆើងវារៀនដំបូងវាពិបាកនឹងការទះការវាយមិនដល់យើងរៀនទៅវាមិនពិបាករៀនប្រហែលទេអាស្គរសំភោហ្នឹងវាស្រួលរៀនជាងឧបករណ៍ផ្សេងតាមពីតូចមកចាស់ពីមុនលើថាភ្លេងសៀមគ្រប់កន្លែងហ្នឹងតាមពិតឈ្មោះភ្លេងពិណពាទ្យយើងមានបានគាត់ថាខ្ញុំគួរមិនតអានសិក្សាថាដល់ស៊ីជំរឿគាត់ថាអាចដឹងថាភ្លេងពិណពាទ្យជារបស់ខ្មែរពិតខ្ញុំសូមសំណូមពរដល់បងប្អូនពុកម៉ែជួយថែសារភ្លេងខ្មែរយើងបុរាណយើងមិនមែនភ្លេងសៀមទេភ្លេងពិណពាទ្យសូមឲ្យជួយលើកដង្កើងវប្បធម៌ខ្មែរយើងឡើងវិញទៅនឹងលក់ដូរខាងជួលយកទៅប្រគំហ្នឹងខ្ញុំមើលទៅមិនតនិយាយទលំទលាយទេប៉ុន្តែខ្ញុំcònមានក្តីសង្ឃឹមមួយថាអនាគតវានឹងទលំទលាយជាងនឹងឆ្ងាយកាន់តែល្អជាងនឹងទៀតអ្នកភូមិនិយាយទៅសឹងតែទូទៅគាត់អត់សូវយល់ដឹងថានេះជាអត្តសញ្ញាណរបស់ខ្មែរជាអីចឹងណាដល់អញ្ចឹងគាត់នៅការយល់ដឹងតិចតួចគាត់ទៅជាបាយចាប់អារម្មណ៍អាវត្ថុពីបរទេសមកវិញបាទដល់អញ្ចឹងបើសិនជាអាចទេតាមវត្តតាមសាលារៀនដូចខ្ញុំបញ្ជាក់អញ្ចឹងគួរតែមានរបស់ទាំងហ្នឹងហើយខ្ញុំជីវភាពហ្នឹងហើយពិបាកមែនតើប៉ុន្តែបើសិនជាមិនថាសាលាមិនថាវត្តចងជាវភ្លេងយកទៅដាក់ខ្ញុំសុខចិត្តជួយខ្ញុំមិនចំណេញច្រើនចំណេញតិចតួចគ្រាន់ផ្គត់ផ្គង់គ្រួសារណាលេងខ្មែរនិងភ្លេងបរទេសតាក់ទងនឹងការរៀនសូត្រហ្នឹងបើភ្លេងបរទេសខ្ញុំមិនដឹងថាผมដែររៀនតែបើភ្លេងខ្មែរយើងថាឲ្យតែដាក់ចិត្តរៀនมันពិបាកទេហ្នឹងឲ្យតែយើងដាក់ចិត្តរៀនព្រោះមានបែបបតមានការបញ្យលមាននិយាយទៅมันខុសពីយើងរៀនអក្សរទេបាទហើយទៅសម័យឥឡូវនេះខាងក្រសួងវិចិត្រសិល្បៈអីគាត់ស្រាវជ្រាវមានសរសេរជាអក្សរភ្លេងអក្សរអីចឹងណាដល់អញ្ចឹងវាมันពិបាករៀនទេងាយនឹងរៀនបាទហ្នឹងហើយឧបករណ៍ភ្លេងខ្មែរនឹងខ្ញុំហ្នឹងគឺស្រឡាញ់ពេញចិត្តនឹងធ្វើហើយអ្វីដែលពិសេសហ្នឹងគឺឧបករណ៍មួយហ្នឹងអាចសម្គាល់ថានេះជារបស់ខ្មែរមានអត្តសញ្ញាណហ្នឹងបាទហើយមានឧបករណ៍ភ្លេងជាច្រើនទៀតដែលជាអត្តសញ្ញាណរបស់ខ្មែរអញ្ចឹងចង់សំណូមពរទៅខាងប្អូនទៅខាងសាលាទៅខាងណាដែលអាចផ្សព្វផ្សាយបានជួយកោះកាយឧបករណ៍ទាំងអស់អារបស់ខ្មែរជួយផ្សាយឲ្យពលរដ្ឋបានដឹងបានយល់ជាពិសេសយុវជនជំនាន់ក្រោយទី1ចង់ឲ្យយុវជនគាត់ស្គាល់ឲ្យបានច្រើនហើយខ្ញុំសឹងថាមានពេលខ្លះខ្ញុំធ្វើឧបត្ថម្ភទៅឲ្យក្មេងណាដែលគាត់ខ្សោយខ្សោយដែលមិនមានលទ្ធភាពទិញហើយអ្នកមានលទ្ធភាពទិញអ្នកខ្លះក៏គាត់មិនគ្រប់គ្រាន់ក៏ខ្ញុំឲ្យយកពាក្យក៏មានដែរ
ចិត្តស្រឡាញ់គឺឲ្យប្រៀបផ្ទឹមបានព្រោះវាក៏មកមានអ្នកចេះធ្វើហើយខ្ញុំមិនចេះទាំងលេងចេះទាំងធ្វើដល់អញ្ចឹងខ្ញុំធ្វើទៅមិនខ្លាចនឹងមានកំហុសដល់អញ្ចឹងខ្ញុំលេងផងខ្ញុំធ្វើផងបានដឹងថាអានេះវាខ្វះតាណាអីតាណាហើយពិនពៀននេះជាជំនាញលេងដល់អញ្ចឹងធ្វើទៅវាមិនសូវជាមានបញ្ហាទេហ្នឹងហើយ ខ្ញុំចង់សនំពោដែររឿងភ្លេងពិនពៀតហ្នឹងខ្ញុំមកគ្រាន់តែគិតថាទៅមុខទៀតហ្នឹងប្រហែលជាវាចិត្តតែរាវទៅណាអញ្ចឹងចង់សនំពោកូនចៅក្រោយក្មេងក្រោយហ្នឹងធ្វើម៉េចឲ្យចូលចិត្តភ្លេងពិនពៀតចូលចិត្តភ្លេងប្រពៃណីពួកខ្ញុំឃើញខាងមួយជំនាព្រៃវែងតាមទូរស័ព្ទឃើញក្មេងទូចទេ ស្អីគេណាខូចផ្ទះស្គរហមប៉ុន្តែមកស្រុកខ្ញុំនេះស្រុកកោខ្ញុំនេះមិនស្អីមានអ្នកហ៊ានទៅមានទេហើយនឹងភេច្រើនលេងហងៃហ្នឹងតកូនចៅខ្ញុំនេះក្មួយកូនអត់មានណាមានអ្នកក្បែរផ្ទះក្បែរហ្នឹងមានដែរណាប៉ុន្តែគាត់សនំពោធ្វើម៉េចខ្ញុំសុខចិត្តថា អត់តែមានកូនចៅណាបងប្អូនណានៅស្រុកភូមិនឹងចង់រៀនខ្ញុំសុខចិត្តមករៀនពួកយើងមិនអាចថិតថេរនៅយូរបានទេអញ្ចឹងឲ្យកូនចៅពីណាចង់រៀនខ្ញុំសនំពោឲ្យមករៀនតែខ្ញុំមកបាយមែនតែនមកបើសិនតែមានប្រទេសណាគេមួយគេប៉ុន្តែខ្ញុំគិតថាវាមិនអាចនឹងបាត់ទេនឹងមិនបាត់ទេបើគាត់នៅវារាវវាមិនសូវ ប៉ុន្តែខ្ញុំតាមដានរាល់ថ្ងៃដែលជួលកម្មវិធីបុណ្យមួយមិនសូវចោលភ្លេងពិនពៀតទេអានឹងស្រុកខ្ញុំហ្នឹងនិយាយខេត្តកំពង់ចាមមកមិនសូវចោលប៉ុន្តែបើមានស្រុកគេខ្លះភាគច្រើនបុណ្យមិនសូវមានពិនពៀតទេមានមួយទេប៉ុន្តែបើកំពង់ចាមហ្នឹងវាបោហ្មងគាត់ណាមុនលោកឆាន់តែមកផឹកក៏ជួលដែរអានឹងស្រុកហ្នឹង ជីវិតខ្ញុំនេះខ្ញុំលេងភ្លេងតាំងពីអាយុ 4 5 10 មកហ្នឹងគោនៅតែចូលចិត្តលេងចូលចិត្តណាជួនណាមានហូងខ្លះលេងទៅវាដូចថាលេងទៅវាបរោះខ្លួនឯងណាវានឹងដល់អាយើងចាស់អញចូលចិត្តលេងភ្លេងដល់ខ្លួនចាស់បន្តិចទៅលេងកើតនឹកស្ដាយអញ្ចឹងណាបើយើងសរុបមកវិញថា ចូលចិត្តក៏ 100 200% ចូលចិត្តលេងគឺថាចូលចិត្តលេងភ្លេងពិនពៀតហ្មងហើយពីមុនមកខ្ញុំលេងភ្លេងការដែរភ្លេងការខ្ញុំចូលចិត្តលេងដែរប៉ុន្តែវាហត់មនុស្សនោះផងខ្ញុំតម្លាក់ចោលមួយទៅខ្ញុំចាប់ផ្ដើមប្រហាត់កូនចៅលេងចូលចិត្តជាងគេមានអានេះឯងទេពួកខ្ញុំកាន់អាហ្នឹង បន្ថើខ្ញុំកាន់នឹងដៃល្អអីស្អីណាហើយមិនល្អទេខ្ញុំមកបានចូលចិត្តវាយចូលចិត្តវាយអានេះឯងជាងគេវានឹងថាបរោះជាងក៏បានដែរព្រោះអានឹងវាចេញមកច្បាស់ហ្មងអត់តង់វាបើថាវាអើយប្រកាសជាអើយមកដល់មកកងយើងបើកងធំយើងដើរគូ 5 ក៏មានគូ 4 ក៏មានគូ 8 ក៏មានអញ្ចឹងស្ដាប់ទៅ អ្នកដែលមិនសូវចេះស្ដាប់តាមមកនេះប៉ុន្តែបើអានេះដូចចម្រៀងលោកតាសិនទីសមុទ្រអីគាត់ជាងគាត់យកអានេះលេងណាគេមិនដែលយកកងយកលេងអញ្ចឹងវាបរោះជាងអីទៀតអញ្ចឹងខ្ញុំចូលចិត្តបែបនេះមករយៈចុងក្រោយខ្ទង់ប្រហែលជាមួយឆ្នាំឃើញក្មេងៗគាត់ចាប់អារម្មណ៍ច្រើនពួកបានប្រព័ន្ធផ្សព្វផ្សាយហើយនឹងខាងរដ្ឋគាត់ក៏ចេះរបបផលឡើងទៅគាត់ចាប់អារម្មណ៍ច្រើន ខុសពីសម័យមុនក្មេងៗគាត់មិនសូវចាប់អារម្មណ៍ទេកណាគាត់ចង់សនំពោដែរសនំពោដល់កូនចៅក្រោយណាកូនចៅក្រោយហ្នឹងតាមកណាដឹងសើបសួរមកហ្នឹងមិនសូវជាអ្នកចំណូលចូលចិត្តខាងហ៊ានខាងភ្លេងខ្មែរប្រពៃណីខ្មែរហ្នឹងមិនមានហ្មងអញ្ចឹងកណាសនំពោថាធ្វើម៉េចឲ្យកូនចៅក្មេងក្រោយហ្នឹង ឲ្យចំណូលខាងភ្លេងខ្មែរភ្លេងពិនពៀតហើយយើងទៅក៏មកបដាច់ហើយកណារំថាទៅមុខទៀតបើយើងមិនដឹងយ៉ាងម៉េចទេព
ពួកអត់មានក្មេងណានឹងចង់មករៀននេះតើទាញខ្លាំងណាស់លួងមកបានមកណា ខ្ញុំសូមជូនពើប្រកបឲ្យគាត់មកងាកមកចាប់អារម្មណ៍ភ្លេងបុរាណយើងច្រើនសូមកុំឲ្យក្មេងៗឥឡូវគាត់ចិត្តដើរលេងគឺហើយវាចឹងថាវាអត់មានបានសាច់ការអីណាជួយឧបថាថាភ្លេងឲ្យតែភ្លេងរបស់បុរាណខ្មែរយើងស្អីគាត់ងាកមកកុំត្រូវយើងមិនថាតែពិនពៀតទេខាងលេងចាស់លេងពេញនេះឲ្យតែភ្លេងខាងបុរាណខ្មែរយើងណាឲ្យជួយលើកស្ទួយទាំងអស់គ្នាកុំឲ្យបាត់បង់ ក្នុងនាមកណាជាសិល្បករជំនាន់មុនហ្នឹងចង់សំណុំពរធ្វើម៉េចឲ្យទី1បានរត់ជួយជុំឆេងឲ្យកាន់តែខ្លាំងទៅដើម្បីឲ្យក្មេងៗសាក្រោយគាត់បានទទួលអាព័ត៌មានតាក់ទងនឹងសិល្បៈបុរាណខ្មែរយើងហ្នឹងកាន់តែជ្រៅជ្រះហើយហ្នឹងសំណុំពរឲ្យបានតាមសាលាមិនថាតាមវត្តអារាមឲ្យមានឧបករណ៍ភ្លេងបុរាណឲ្យច្រើនសម្រាប់បញ្យលបង្ហាញឲ្យគាត់ស្គាល់ឲ្យកាន់តែច្បាស់ជាងនឹងបងគោរពជំរាបសួរដល់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលពេញចិត្តនឹងស្រឡាញ់សិល្បៈហើយនឹងវប្បធម៌របស់ខ្មែរហ្នឹងបើសិនជាមានចំណាប់អារម្មណ៍បងប្អូនអាចតាក់ទងមកខាងខ្ញុំបានខ្ញុំមិនលក់ឲ្យខ្ពស់ទេលក់តែអាចយកទៅថែរក្សាទាំងអស់គ្នាក្នុងន័យហ្នឹងបាទមិនយកជាអាជីវកម្មធំៗទេបាទបើចង់ទំនាក់ទំនងអាចតាក់ទងតាម Facebook ខ្ញុំឈ្មោះវុនលាស់ចិនហើយក៏ឬតាមលេខទូរស័ព្ទ 097 209 47 14 093 67 63 41 បាទហ្នឹងអរគុណច្រើនបាទ